ខ្ញុំបានបម្រើការងារជាតេកុងឡានធំនេះអស់រយៈពេល10ឆ្នាំមកហើយទិសដៅរបស់ខ្ញុំគឺពីក្រុងស្ទឹងត្រែងចំណុចថ្នល់បំបែកអូពងមន់មកកាន់ទីរំខេត្តក្រចេះកាត់តាមផ្លូវជាតិលេខ7នៅយប់មួយប្រហែលជាម៉ោង 9:10 ខ្ញុំបានឃើញមនុស្សចំនួន4នាក់ឈរបក់ដៃហៅខ្ញុំនៅខ្ទមលក់ផ្លែឈើមួយកន្លែងដែលត្រូវបានគេបោះបង់ចោលដោយសារខ្ញុំជាមនុស្សចូលចិត្តយកអាសាគេទើបខ្ញុំបងអង្គរថយន្តឈប់នៅទីនោះសួរនាំពួកគាត់ក្នុងចំណោមមនុស្ស4នាក់នោះខ្ញុំមើលមិនសូវច្បាស់ទេដោយសារកន្លែងដែលគាត់ឈរនោះងងឹតពេកមួយសន្ទុះខ្ញុំបានឃើញនារីម្នាក់ដើរឆ្លងពីកន្លែងនោះមកកាន់ឡានរបស់ខ្ញុំមើលទៅនាងមុខមាត់ស្អាតបាតមិនមែនជាអ្នករស់នៅម្ដុំនោះទេដោយសារនាងស្លៀកសម្លៀកបំពាក់ឈុតសទើបខ្ញុំឃើញនាងច្បាស់ជាងគេនាងបាននិយាយថាពូឲ្យខ្ញុំសុំទៅផ្ទះខ្ញុំនៅខាងមុខនោះផងមិនដឹងមានអ្វីបណ្ដាលចិត្តខ្ញុំឲ្យទន់ហើយដោយឃើញបងប្អូនគាត់3នាក់ឈរនៅក្នុងខ្ទមនោះផងខ្ញុំក៏បានប្រាប់ថាឡើងមកអញ្ចឹងពេលបន្តដំណើរទៅមុខខ្ញុំបានសួរនាំគាត់ពីនេះពីនោះឡើងហោហែប៉ុន្តែនាងមិនបានឆ្លើយតបអ្វីសោះមុខនាងស្មើអង្គុយស្ងៀមត្រឹងមួយកន្លែងហាក់ដូចជាមនុស្សគ្មានវិញ្ញាណនិងកំពុងស្រណោះស្រណោករឿងអ្វីមួយខ្ញុំក៏មិនបានសួរនាំនាងបន្ថែមទៀតហើយបានធ្វើដំណើរបន្តទៅមុខធម្មតាធ្វើដំណើរបានប្រហែលជា20នាទីម៉ោងប្រហែលជាជាង10កន្លះផ្លូវនៅចំណុចនោះពិតជាមានសភាពស្ងាត់ខ្លាំងណាស់មកដល់ចំណុចមួយដែលមានព្រៃក្រាស់គ្មានផ្ទះប្រជាពលរដ្ឋគ្មានសំបីភ្លើងម៉ូតូគ្មានសំបីភ្លើងឡានបែរជានាងប្រាប់ខ្ញុំថាពូឈប់ត្រង់នឹងទៅដល់ផ្ទះខ្ញុំហើយគ្រាន់តែឮនាងនិយាយបែបហ្នឹងបេះដូងខ្ញុំចាប់ផ្ដើមលោតដឹបភ័យរកអ្វីនិយាយមិនចេញខ្ញុំបានឈប់រថយន្តហើយនាងក៏បានបើកទ្វារចេញទៅដោយមិននិយាយអ្វីមួយម៉ាត់ដោយទុកឲ្យទ្វាររថយន្តនោះនៅចំហចោលដដែលខ្ញុំបានសង្កេតមើលនាងនៅពេលដែលនាងចុះព្រោះខ្ញុំចង់ដឹងថានាងដើរទៅចំណុចណាពេលចុះភ្លាមស្រាប់តែបាត់មនុស្សសូនឆឹងខ្ញុំមិនអស់ចិត្តបានទាញយកពលចុះមកជាមួយនិងបានឈួលពើរកមើលនាងមួយជុំឡាននិងដើម្បីចុះទៅបិទទ្វារឡានដែលនាងបានចំហចោលនោះផងបិទទ្វារឡានរួចខ្ញុំក៏បានឈួលពើរកមើលតាមព្រៃរបស់សងខាងផ្លូវមិនដឹងជាអ្វីបណ្ដាលចិត្តខ្ញុំឲ្យបានងើយទៅលើដើមឈើធំមួយដើមនៅក្បែរនោះដោយសារតែវាងងឹតខ្ញុំបានឃើញសស្ទង់នៅនឹងមែកឈើមួយខ្ញុំបានគ្រោះវាភ្លើងពិលទៅម្ដាយអើយជួយកូនផងគឺនាងនោះកំពុងអង្គុយសំយងជើងចុះក្រោមសើចសប្បាយនិងបានយកដៃសឹកសក់ខ្លួនឯងខ្ញុំស្ទុះឡើងឡានទាំងគ្មានវិញ្ញាណជន់គាមួយកប់ស្ទើរនឹងផ្ទុះម៉ាស៊ីនឡានដៃជើងខ្លួនប្រាណខ្ញុំញ័រអស់ធ្វើអ្វីមិនត្រូវជិះទៅមុខបានមួយសន្ទុះខ្ញុំក៏បានមកដល់ផ្ទះអ្នកស្រុកខ្ញុំមិនបានបន្តដំណើរទៅមុខទៀតទេខ្ញុំបានចូលសម្រាកនៅចំណុចមួយជាប់នឹងប៉ុស្តិ៍ប៉ូលីសទោះបីម៉ោងជិត11យប់អ្នកស្រុកភូមិនាំគ្នាសម្រានលក់អស់ការឈប់នឹងសម្រាកនៅទីនេះខ្ញុំមានអារម្មណ៍ថាកក់ក្ដៅជាងការដែលខ្ញុំធ្វើដំណើរទៅមុខតែម្នាក់ឯង